បាទសួស្តីបងប្អូនអរគ្នាបាទនៅក្នុងវីដេអូខ្លីនេះយើងមកមើលតាក់ទងជាមួយនឹងការអាប់ដេតបន្ថែមបាទទៅលើកម្មវិធី Telegram Etherscaper របស់យើងបច្ចុប្បន្នយើងអាប់ដេតដល់ 6.1 Pro ហើយសម្រាប់ version នេះយើងបានអាប់ដេតមួយចំនួនដែរតាក់ទងជាមួយនឹងទៅលើ message បាទ message សម្រាប់ random ទៅលើ warm up account ណាអញ្ចឹងខ្ញុំបានបន្ថែម random រហូតដល់60 random touch មានន័យថាអញ្ចឹងនៅពេលដែលយើងផ្ញើសម្រាប់ warm up ទៅលើ group សម្រាប់ account របស់យើងគឺអត់ជាន់គ្នាទេរហូតដល់ random រហូតដល់60ហ៎អញ្ចឹងបងប្អូនចង់បន្ថែមនេះអាចបន្ថែមពីលើនឹងទៀតបានណាចាខ្ញុំបង្ហាញអូខេអញ្ចឹងអត់ពិបាកទេគឺយើងមានដែនកំណត់ទេទៅលើកន្លែង random text នេះណាអញ្ចឹងចំណុចទី2យើងបានអាប់ដេតទៅលើ spam bot lock ដែរកន្លែងនេះគឺយើងបន្ថែមឲ្យវាកាន់តែលម្អិតទៅលើការ check spam bot ណាហើយក៏បានអាប់ដេតបន្ថែមសម្រាប់ការ improvement ទៅលើ device ID មានន័យថានៅក្នុងកម្មវិធីរបស់យើងបាន change ទៅលើ device ID ថ្មីសម្រួលទៅលើកម្មវិធីបន្ថែមដែរហើយមួយទៀតបានបន្ថែមមុខងារថ្មីមុខងារនេះធំគឺជាមុខងារដែលយើងអាចទាញរាល់ទិន្នន័យទាំងអស់តាក់ទងជាមួយ link ណាទីទៀតខ្ញុំនឹងបង្ហាញផ្គប់ជាមួយនឹងការ subscribe link យកមកទាំងអស់ផងដែរអញ្ចឹងណាពី group ពី channel អីផ្សេងៗដែលយើងចង់បានហ្នឹងអញ្ចឹងទៅលើការចែកនិងឆែកទៅលើព័ត៌មានតាក់ទងមួយ link ទាំងអស់ហ្នឹងយើងអាចឆែកបានគ្រប់ទម្រង់ទាំងអស់មិនថា private public hidden group ឬក៏ channel អីផ្សេងៗនិង personal account និងប្រភេទ link ផ្សេងៗយើងឆែកបានទាំងអស់ហើយមួយវិញទៀតក៏យើងបានបន្ថែមមុខងារថ្មីតាក់ទងមួយ remove duplicate link ណាមានន័យថាយើងដក duplicate link ចោលយើងយកតែ link ដែល unique ដែលជា link តែមួយមានន័យថាយើង scrap មកវាមាន link ច្រើនរាប់ពាន់រាប់ម៉ឺនលេខរាប់ម៉ឺន link បាទអធិស្ឋានអញ្ចឹងយើងអាចប្រើមុខងារនេះដើម្បីយកតែ link តែមួយបាទអញ្ចឹង link ណាជាន់នេះគេដកចេញណាអូខេអញ្ចឹងយើងចូលមកមើលតាក់ទងមួយការ update ទាំងអស់គ្នាអូខេអញ្ចឹងកន្លែង message.text នេះបងប្អូនអាចចូលមកបាទនៅកម្មវិធីរបស់យើងគឺបងប្អូនអាចចូលកន្លែង message.text នេះបាទអញ្ចឹងកន្លែងនេះខ្ញុំបានបន្ថែមរហូតដល់60បាទ random message ណាអញ្ចឹងបងប្អូនចង់បន្ថែមអី enter មកបន្ថែមពីក្រោមនេះមកហើយយើងចុច save មកអញ្ចឹងខ្ញុំអត់បង្ហាញរបៀប random warm up account ទេប៉ុន្តែខ្ញុំបានបន្ថែមក្នុងនេះអញ្ចឹងបងប្អូនចេះរបៀបប្រើអាចមើលវីដេអូមុនដែលខ្ញុំ update ទៅលើចំណុចហ្នឹងណាអូខេអញ្ចឹងចូលចំណុចបន្ទាប់ទៀតតទៅមួយ spam bot lock បងប្អូនអាចចូលមើលកន្លែងនេះ spam bot lock នេះអញ្ចឹងវាបង្ហាញ detail ជាងមុនអញ្ចឹងរាល់ពេលដែលបងប្អូនឆែក spam bot របស់យើងនៅក្នុង manager បើសិន account យើង good new វា load good new អញ្ចឹងណាតែបើសិន account យើងវា limit ឬអីផ្សេងៗគឺនឹងបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតអញ្ចឹងកាន់តែពិសេសយើងអាចតាមដានទៅលើ account របស់យើងបានកាន់តែច្រើនហើយងាយស្រួលណាហើយយើងមានការបង់លេខអីផ្សេងៗឲ្យយើងដឹងថា account របស់យើងមានប្រមាណអីប្រមាណអញ្ចឹងទៅអូខេអញ្ចឹងចំណុចមួយទៀតតាក់ទងជាមួយនឹងទៅលើការ improvement ទៅលើ ID នេះខ្ញុំបានបន្ថែមនៅក្នុងកម្មវិធីទាំងអស់ហ្នឹងហើយអញ្ចឹងណាបាទហើយចំណុចដែលយើងពិសេសនោះគឺតាក់ទងមួយការយកព័ត៌មាន link ទាំងអស់អញ្ចឹងអូខេអញ្ចឹងចំណុចនេះសំខាន់ហេតុអីបានសំខាន់ឥឡូវខ្ញុំផ្គប់ជាមួយនឹងមុខងារ download subscribe link យកមកហ្មងមកអញ្ចឹងណាអូខេជាមុខងារដែលយើងមានស្រេចអញ្ចឹងបងប្អូនអាចចូល link ចូលមកអូខេអញ្ចឹងមុខងារដែល update ហ្នឹងគឺនៅទី19នេះបាទបងប្អូនអាចមើលបានណាកន្លែង19នេះអញ្ចឹងឥឡូវយើងកុំតាន់យើងចូលមកកាន់កន្លែង subscribe link សិនខ្ញុំឧទាហរណ៍របៀប subscribe link បងប្អូនមើលណាអូខេអញ្ចឹងកន្លែង subscribe link យើងចូលមកកាន់នេះទី15នេះទី15ណាតាក់ទងជាមួយ link share តាក់ទងមួយការ download អីហ្នឹងយើងចុច15ហ្នឹងមកអញ្ចឹងមុខងារហ្នឹងពិសេសអញ្ចឹងបើសិនបងប្អូនចង់download ពី public group ឬក៏ private អីចឹងទៅអញ្ចឹងយើងចង់បានពី public ចុចលេខ1មកណាអូខេអញ្ចឹងនេះយើងទាមទារយើងដាក់ account សិនឥឡូវខ្ញុំសុំដាក់ account នេះសិនណាបាទអូខេអញ្ចឹងខ្ញុំបានដាក់ account របស់ខ្ញុំរួចរាល់ហើយអញ្ចឹងយើងចូលមកសារទៀតណាអូខេចូល manager ដដែលហើយយើងយកលេខ15អូខេលេខ15ហើយខ្ញុំយក public group អូខេអញ្ចឹងនេះជា account របស់យើងរើស account មួយណាក៏បានដែរណាអញ្ចឹងដូចរដងអញ្ចឹងចុចលេខ5មកខ្ញុំយកលេខ5អញ្ចឹងកន្លែងនេះបើសិនបងប្អូនចង់ប្រើមុខងារណាមួយចុចតាមលេខហ្នឹងណាហើយរបៀបប្រើនៅក្នុងវីដេអូមុនដែលយើងបង្ហាញលើចំណុចទាំងអស់ហ្នឹងអញ្ចឹងខ្ញុំបង្ហាញតាក់ទងមួយការយក link ទេចុចលេខ6អូខេអញ្ចឹងកន្លែងនេះបងប្អូនអាចរើសប្រភេទបានមានន័យថាបងប្អូនចង់បានតែ link សម្រាប់ link Telegram ដែលយើងយកពី group private public group ឬក៏ channel អីផ្សេងៗចុចលេខ2បើសិនយើងចង់យក link ណាក៏បានដែរឲ្យតែប្រភេទ link ពី group ឬក៏ channel ដែលយើងដាក់ហ្នឹងចុចលេខ1ណាឥឡូវខ្ញុំរក group ណាមួយសិនឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំយក group នេះចោះឧទាហរណ៍ណា
អូខេអញ្ចឹងខ្ញុំ copy link កន្លែងនេះអញ្ចឹងអានេះប្រភេទ group យើងដែលយើងយកមកណាយកមកដាក់ក្នុងនេះដើម្បីយើងធ្វើការទាញ link អញ្ចឹងបងប្អូនអាចមើលកន្លែង share link នេះ link វាមានច្រើនចេះអញ្ចឹងខ្ញុំដឹងថា link អីខ្លះទេតែយើងយកថាឥឡូវគេមានតម្លាក់ link website ឬក៏ link អីផ្សេងៗអញ្ចឹងយើងអត់យកយើងយកតែប្រភេទ link Telegram ឯងអញ្ចឹងបើយើងចង់បានអញ្ចឹងយើងយកលេខ2ណាគេយកលេខ2អញ្ចឹងបន្ទាប់មកយើង copy pass មកយើង pass មកណានេះ pass link ហ្នឹងអូខេខ្ញុំ pass មកខ្ញុំ enter អូខេអញ្ចឹងយើងត្រូវយកទៅលើ group ID អញ្ចឹងបងប្អូនដឹងថារបៀបយក group ID មិនទេណាដើម្បីយក group ID បងប្អូន subscribe group ហ្នឹងមួយឥឡូវខ្ញុំចូលកន្លែង server អូខេយកលេខ2ខ្ញុំ pass មកអូខេយើង subscribe អូខេយើង subscribe group ហ្នឹងដើម្បីយក group ID អូខេ subscribe រួចហើយបងប្អូនចូលកន្លែង member មកបាទនេះ group ID បាទអញ្ចឹងយើង copy មកបាទ copy ចឹងមកណាចាម្ដងទៀត copy ចឹងមកយើងមិន save ទេអូខេរួចរាល់ហើយឥឡូវយើង paste listen មកអូខេយើងចាំ copy ភាសាទៀតខ្លាចវាជាប់នេះជាប់ space ណាអញ្ចឹងយើង paste មកហើយយើង enter មកអូខេអញ្ចឹងវាកំពុងធ្វើការ download ហើយអញ្ចឹងបងប្អូនចង់ដឹងថាតើវា download ហើយយកទុកណាបងប្អូនចូលមកកន្លែង download នេះ my download នេះហើយបន្ទាប់មកវានឹងចូលកន្លែង share link នេះអញ្ចឹងរឿងរងចាំតិចសិនណាវាចាប់ដើមទៅទាញហើយរងចាំមកសន្ទុះសិនណាកន្លែងនេះមិនមែនវាកំពុងដំណើរការបងប្អូនយើងរងចាំតិចសិនកំពុងទាញ link ទាំងអស់នឹងចូលមកកន្លែង share link នេះអូខេឥឡូវចាំតិចសិនឥឡូវខ្ញុំបិទ pause វីដេអូតិចសិនបាទអូខេអញ្ចឹងកម្មវិធីរបស់យើងកំពុងតែដើរហើយមុននេះដោយសារតែខ្ញុំ subscribe ជាមួយ group នោះវាមាន link តិចពេកអញ្ចឹងក៏ខ្ញុំផ្លាស់ប្ដូរមក subscribe group នេះវិញណាបាទអូខេនេះ group នេះអញ្ចឹង group នេះវាមាន link រហូតដល់ 18000 link បាទអញ្ចឹងខ្ញុំ subscribe ឲ្យបងប្អូនមើលណានេះវាកំពុងតែដើរហើយអញ្ចឹង 10000 link ជាងយូរដែរបាទតែវាចាប់ដើម subscribe ណាអញ្ចឹងវាមាន link ខ្លះប្រកាសជាជាន់គ្នានៅក្នុងនេះហើយអញ្ចឹងណាបាទឥឡូវយើងចាត់ទុកថាយើងយកប៉ុណ្ណឹងចោះអញ្ចឹងដើម្បីបញ្ឈប់វាបងប្អូនចុច Control C មកណាបាទ Control C ហ្នឹងបញ្ឈប់ហើយបាទអញ្ចឹងបើសិនជាយើងចង់យកមែនតើយើងដាក់ឲ្យវាដើររហូតដល់ចប់ទៅអញ្ចឹងណាអូខេអញ្ចឹងបន្ទាប់ពីបញ្ឈប់ហើយបាទយើងចូលមកកាន់កន្លែង My Download ហើយយក Share link នេះឃើញទេអញ្ចឹងវាមាន link ជាន់គ្នាស្ទួនច្រើន link ណាអញ្ចឹងបើយើងអស់មកសរុបទាំងអស់វាមាន749 link បាទនេះគេ748អាក្រោមនេះ749អញ្ចឹង749 link វាមាន link ជាន់គ្នាច្រើនអញ្ចឹងធ្វើម៉េចដើម្បីយកតែ link ដែលអត់ជាន់គ្នាបងប្អូនបិទ line ហ្នឹងមកអញ្ចឹងយើងនឹងធ្វើឲ្យ link ទាំងអស់នៅកន្លែង share link នេះចូលមកកាន់កន្លែង unique link អញ្ចឹង unique link វាអត់មានអីទេណាបាទអញ្ចឹងដើម្បីធ្វើ line ហ្នឹងបានបងប្អូនចូលមកនឹងចុះបាទតែយើងបិទ file មិនចោលអស់ណាបាទអូខេតាមបីចុចលេខ19អញ្ចឹងមុខងារថ្មីរបស់យើងហ្នឹងមានលេខ1លេខ2អញ្ចឹងលេខ1គឺ remove អា link ដែលស្ទួនគ្នាណាអញ្ចឹងហើយจะមានចូលលេខ2ឥឡូវចូលលេខ1សិនបាទលេខ1យើង enter មកអូខេអញ្ចឹងរួចរាល់បាត់បាទរួចរាល់ហើយតែប៉ុណ្្នឹងរួចហើយអញ្ចឹងបងប្អូនអាចចូលមើលកន្លែង my download យក my unique មកអញ្ចឹងយើងឃើញថា700 link ហ្នឹង link ដែលសាច់ការដែលយើងយកអត់យកស្ទួនហ្នឹងយកតែមួយ link ដែលវាស្ទួនហ្នឹងគឺសរុបទៅគឺតែ14 link ឯងឃើញទេអញ្ចឹងមានតែ14 link ទេហើយ14 link ហ្នឹងវាមាន link TikTok មានអីនៅក្នុងហ្នឹងដែរអញ្ចឹងណាអញ្ចឹងយើងអត់ចង់បានយើងអាចលុបវាបានអញ្ចឹងទៅអញ្ចឹងយើងសាកមកមើលកន្លែងនេះវិញនេះយើងចង់មកប្រើជាមួយមុខងារដើម្បីឲ្យវាចែក link ទាំងអស់ហ្នឹងថាតើ link ទាំងអស់ហ្នឹងអានេះជាប្រភេទ link group ឬក៏ link account ឬក៏ link channel អីយើងមើលអត់ដឹងទេយើងមើលភ្នែកអត់ដឹងទេអញ្ចឹងយើងប្រើមុខងារនេះដើម្បីបែងចែកថាតើវាមានព័ត៌មានអីខ្លះនៅក្នុង link ទាំងអស់ហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ថាឥឡូវ link នេះអញ្ចឹងឥឡូវខ្ញុំមាន link ប្រភេទ link ផ្សេងទៀតដើម្បីបងប្អូនមកសាកមើលទាំងអស់គ្នាអញ្ចឹងយើងមកបែងចែកណាអូខេឥឡូវយើង copy អានេះមកអូខេនេះជា link ដែលខ្ញុំដាក់នេះឲ្យបងប្អូនមើលណានេះជាយើងមកសាកមើលឲ្យដឹងអស់គ្នាស្រួលណាអូខេអញ្ចឹងប្រភេទ link នេះជាប្រភេទ link អី link group បាទនេះប្រភេទ link group ណាហើយ group នឹងជាប្រភេទ group public ទៀតបាទបងប្អូនអាចមើលបានណាអញ្ចឹងខាងលើ group public អញ្ចឹងឥឡូវយើងមកតេស្តមួយទៀតយើងមកតេស្តអាប្រភេទនេះវិញយើង copy មកអញ្ចឹងខ្ញុំដាក់ space ចុចបងប្អូនមើលស្រួលមើលណាអូខេអញ្ចឹងប្រភេទ group នេះ group public ដែរតែ group hidden member អញ្ចឹងណា
group hidden member ណាអត់មាន member ទេ group hidden member អញ្ចឹងគឺនៅខាងនេះអញ្ចឹងប្រភេទនេះគឺ group hidden member ហើយអញ្ចឹងបងប្អូនអាចចូលមើលកន្លែង Food Panda នេះវិញអូខេអានេះយើងចុចមួយឃើញ view បាទ view អញ្ចឹងតែខ្ញុំចង់ឲ្យបងប្អូនមើលឲ្យច្បាស់សិនអានេះជាប្រភេទ link channel វាមាន subscriber ណាជាប្រភេទ link channel អញ្ចឹង Food Panda ជា link channel អូខេអញ្ចឹងបើយើងធ្វើ view មួយ view អញ្ចឹងយើងបានយើងប្រើកម្មវិធីវាលឿនណាអញ្ចឹងយើងសាកមកឡើងនេះមួយទៀតអានេះប្រភេទអីគេ link អីគេអូខេអានេះអត់មានទេបាទឥឡូវយើងចាំមើលអត់មានទេណាតមកមួយទៀតអានេះប្រភេទ link ដែរ link សញ្ញាបូនជា link private ណាជា link private អញ្ចឹងយើងមិនចាំបាច់ដាក់ទេ link ហ្នឹងត្រូវចាញ់សិនតែឥឡូវយើងចាប់ផ្ដើម copy អាហ្នឹងមកយើងយកមកតេស្តមើល copy មកយើងយកមកផាសក្នុង line share link នេះអធិស្ឋាន share link នេះមិនមែនទេណាយកផាសកន្លែង unique link បាទ unique link អញ្ចឹងយើង enter មកហើយយើងផាសអញ្ចឹងយើងដក space វាមកណា1 2 3លុបវាមកអូខេអញ្ចឹងយើងលុបនេះដែរមកនេះ link TikTok អញ្ចឹងនេះជាប្រភេទ link ផ្សេងណាឥឡូវយើងដាក់ជាមួយគ្នាហ្មងទៅ link ដែលយើងយកមកហ្នឹងហើយនឹង link ដែលយើងបានឃើញមួយគ្នាជាក់ស្ដែងវានៅខាងលើនេះចុះឥឡូវយើង save ទាំងអស់គ្នាអូខេ save យ៉ាងមកហើយយើងខ្វែងមកហើយបន្តបងប្អូនពេលដែលយើងធ្វើវានឹង load ចូលកន្លែង output នេះ output link នេះឥឡូវនេះអត់មានអីទេណាអូខេឥឡូវយើងចូលកម្មវិធីរបស់យើងនេះខ្ញុំបិទសិនចូលកន្លែង manager អូខេចុចលេខ19យើងយកលេខ2ណាលេខ2ជាមុខងារហ្នឹងហើយកន្លែងយើងរើសលេខណាក៏បានដែរឥឡូវយើងរើសលេខ3អូខេអញ្ចឹងកម្មវិធីវាចាប់ដើមដំណើរការហើយបងប្អូនឯងមើលបានណាអូខេនេះហេប្រាប់មកផ្លែទេហើយគេបែងចែក link ឲ្យបងប្អូនមើលបាននេះអូឡើងលើមកអញ្ចឹងនៅក្នុងហ្នឹងគឺវាបែងចែកឃើញថា public link វាមាន3ណាឃើញទេ member មានប្រមាណនេះប្រមាណគឺបង្ហាញទាំងអស់អញ្ចឹងបងប្អូនឃើញហើយនេះ link មិនដែលយើងមើលជា public link ឃើញទេអញ្ចឹងបើយើងយកទៅ copy មកយកមកផាសមកឃើញថាដូចនឹងកម្មវិធីដែលឆែកឲ្យយើងអញ្ចឹងណា member មានប្រមាណអីប្រមាណនេះគេ15081នេះដូចគ្នាទាំងអស់ព័ត៌មានអីមានទាំងអស់ទាំងឈ្មោះទាំងអីនៅក្នុងនោះទាំងអស់អញ្ចឹងណាអញ្ចឹងបើយើងអង្គុយឆែកមួយ link ច្រើនអញ្ចឹងគឺយើងហត់មែនតើហើយបើសិនបងប្អូនឧទាហរណ៍ថាឥឡូវយើងការងារយើងយកតែ public link យកមកធ្វើការងារអញ្ចឹងដល់ពេលយើងបាន link មកចេះតិចតែយើងអង្គុយឆែកមួយខាត់ពេលច្រើនអញ្ចឹងមុខងារនេះគឺចំណេញពេលវេលាហើយពិសេសមែនតើអញ្ចឹងដល់ពេលយើងឆែកអស់ហើយយើងចូលមកមើលតាកន្លែង folder public link មកយើងយកមកប្រើការតាហ្នឹងមកឬក៏បងប្អូនចង់ប្រើប្រភេទ hidden group បងប្អូនចូលប្រភេទនេះមកអញ្ចឹងណាយើងចូលក្នុង folder អញ្ចឹងឥឡូវយើងចូលទៅមើលទាំងអស់គ្នាចូលកន្លែង my download ណាហើយនេះ output link នេះឃើញទេចេញមកតម្រង់មកទាំងអស់អញ្ចឹងបើសិនយើងបងប្អូនចង់ដឹង channel មានអីខ្លះចុចកន្លែងហ្នឹងមកឃើញទេនេះ link channel មិញហ្នឹងមាន Food Panda ណានេះឈ្មោះ Food Panda ហើយនឹង Wing Mall នេះក៏ page channel ដែរបងប្អូនចង់ដឹងសាកមើលមកបងប្អូនគ្នាណាគេសាកដល់គ្នាមើលអូខេឃើញទេ link channel មែនណាបាទដូចគ្នាអញ្ចឹងគេបន្តបងប្អូនចង់បាន link ប្រភេទ hidden មានអីខ្លះនេះ hidden ប្រភេទ link hidden បាទ hidden member ណាគេយើង copy មកមើលមក hidden មែនអញ្ចឹងតែពេលចូលកន្លែងហ្នឹងគឺវាច្បាស់ហើយប្រកាសជា group ហ្នឹង hidden ហើយនេះគេ hidden ណា hidden member ណា member អីច្បាស់លាស់មកគេបាទហើយប្រភេទ personal account មានន័យថា account សម្រាប់ទុកឆាតយើងដាក់ទៅ account ហ្នឹងសម្រាប់ឆាតហើយ account ឆាតណាដែលយើងឆាតទៅគេឆាតទៅអីហ្នឹងអញ្ចឹងប្រភេទ link ឆាតមកគេហើយប្រភេទ private group វាមានអាសញ្ញាបូកនេះអញ្ចឹងយើងដឹងហើយ private group បែបម៉េច public group អញ្ចឹងពិសេសមែនតើសម្រាប់មុខងារហ្នឹងណាបាទអូខេអញ្ចឹងយើងបានអាប់ដេតដល់ចំណុចហ្នឹងចឹងសង្ឃឹមថាអាចជួយបងប្អូនបានច្រើនហើយនេះជាទិន្នន័យផ្សេងដែលយើងអាចមើលនៅលើនេះផ្ទាល់ក៏បានបងប្អូនយកទៅប្រើការនៅក្នុងកន្លែងនោះក៏បានដែរនៅក្នុង folder my download របស់យើងណាកន្លែង output ហ្នឹងអូខេអញ្ចឹងសង្ឃឹមថាបងប្អូនអាចប្រើប្រាស់កាន់តែមានប្រយោជន៍ទៅលើកម្មវិធីដែលយើងបានអាប់ដេតកន្លងមកហើយយើងនឹងធ្វើការអាប់ដេតបន្តទៀតហើយមានចង្អុលអីផ្សេងអាចសួរបានណាអរគុណច្រើន